វិរីគិសនីតាតៃកម្លាំង246មេហ្គាវ៉ាត់បានប្រពៃពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី23ធ្នូបន្ទាប់ពីបានដំណើរការសាងសង់អស់រយៈពេល5ឆ្នាំកន្លងទៅពិធីដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រនេះត្រូវបានការអញ្ជើញពីរដ្ឋបតីដ៏គង់គួរសម្ដេចអគ្គមហាសេនាបតីរាជាហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាពិធីនោះដែរក៏មានការអញ្ជើញចូលរួមពីលោកជំទាវប៊ូជីនគូឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេជ្រសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាព្រមទាំងវត្តមានអាដាមលោកជំទាវជាអិសរាជជនជាន់ខ្ពស់តំណាងគ្រប់ស្ថាប័នរបស់ព្រះរាជាណាចក្រកម្ពុជាពិសេសថ្នាក់ដឹកនាំមន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងខេត្តកោះកុងថ្ងៃនេះព្រះរាជាណាចក្រកម្ពុជាបានធ្វើឲ្យលេចចេញជារូបរាងនៅសមិទ្ធផលជាប្រវត្តិសាស្ត្រមួយបន្ថែមទៀតគឺគម្រោងវិរិយគិសនីតាតៃកម្លាំង246មេហ្គាវ៉ាត់ដែលនឹងផ្ដល់ផលប្រយោជន៍ជាច្រើនដល់ព្រះរាជាណាចក្រកម្ពុជាដូចជាចូលរួមចំណែកបង្កើតតំបន់ទេសចរណ៍ធម្មជាតិបង្កើនវិរិយវប្បកម្មក្នុងអាងទឹកបង្កើនប្រាក់ចំណូលពន្ធដារជូនរដ្ឋនិងជាពិសេសបានបង្កើនសមត្ថភាពផ្គត់ផ្គង់អគ្គិសនីបន្ថែមប្រកបដោយស្ថិរភាពនិងចីរភាពបង្កើនឯករាជ្យនិងសន្តិសុខធម្មពលព្រមទាំងមានថ្លៃអគ្គិសនីកាន់តែទៀតទៅដែលជាវិភាគទានដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋវិទ្យាហេជយាសច្ចយមង្គេអភិសេកេសកពុទ្ធិអនងអង្គបតោបមថាសម្រាប់ការគ្រប់គ្រងអភិសេកក្នុងរយៈពេលកន្លងមកថ្ងៃនេះអាដាមស៊ុយសែនរដ្ឋមន្ត្រីក្រសួងរាយនិងធម្មពលមានប្រសាសន៍ឲ្យដឹងថានៅចុងឆ្នាំ2015នេះហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់អគ្គិសនីដែលបានអភិវឌ្ឍរួចរួមមានខ្សែបណ្ដាញ22គីឡូវ៉ុលចំនួន2908គីឡូម៉ែត្រត្រង់ស្ពូលចែកចាយអគ្គិសនីចំនួន1703គ្រឿងខ្សែបណ្ដាញចែកចាយតង់ស្យុងទាប19588គីឡូម៉ែត្រផ្គត់ផ្គង់ឲ្យភូមិចំនួន9366ភូមិត្រូវជា66ក្រសញ្ញា 55% នៃចំនួនភូមិទូទាំងប្រទេសនិងភ្ជាប់ចរន្តជូនប្រជាពលរដ្ឋចំនួនជាង1,751,000កន្លែងត្រូវជា 55% នៃស្ថិតិក្នុងផ្ទះដែលកម្ពុជាមានក្នុងឆ្នាំ2015អាដាមរដ្ឋមន្ត្រីមានប្រសាសន៍បន្តថាការអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនរងខ្សែបណ្ដាញចែកចាយនិងការភ្ជាប់ចរន្តអគ្គិសនីឲ្យអ្នកប្រើប្រាស់នេះកំពុងតែអនុវត្តបន្តទៅមុខយ៉ាងសស្រាក់ស្រាំជារៀងរាល់ថ្ងៃក្រោមការវិនិយោគរបស់អគ្គិសនីកម្ពុជានិងក្រោមការវិនិយោគរបស់ផ្នែកឯកជនហើយថ្លៃលក់អគ្គិសនីក៏ត្រូវបានបន្ថយជាបន្តបន្ទាប់ទៅតាមផែនការបន្ថយថ្លៃអគ្គិសនីរបស់រាជរដ្ឋាភិបាលអាដាមរដ្ឋមន្ត្រីមានប្រសាសន៍ឲ្យដឹងដែរថាមកដល់ពេលនេះកម្ពុជាកំពុងដំណើរការផលិតថាមពលអគ្គិសនីធំៗចំនួន8ដែលរាជរដ្ឋាភិបាលបានអនុម័តឲ្យដំណើរការសាងសង់ក្នុងនោះរួមមានវិរិយអគ្គិសនីកម្ចាយមានអនុភាព193.2មេហ្គាវ៉ាត់វិរិយអគ្គិសនីស្ទឹងអាតៃមានអនុភាព120មេហ្គាវ៉ាត់វិរិយអគ្គិសនីតាតៃមានអនុភាព246មេហ្គាវ៉ាត់វិរិយអគ្គិសនីគិរីរម្យ3មានអនុភាព18មេហ្គាវ៉ាត់វិរិយអគ្គិសនីឫស្សីជ្រុំក្រោមមានអនុភាព338មេហ្គាវ៉ាត់អគ្គិសនីដុតធ្យូងថ្មទី1មានអនុភាព100មេហ្គាវ៉ាត់អគ្គិសនីដុតធ្យូងថ្មទី2មានអនុភាព270មេហ្គាវ៉ាត់វិរិយអគ្គិសនីសេសានក្រោមទី2មានអនុភាព400មេហ្គាវ៉ាត់និងគម្រោងវិរិយអគ្គិសនី12ផ្សេងទៀតកំពុងសិក្សាលោកស៊ីហ្គរអនុប្រធានក្រុមប្រឹក្សាពិបាលក្រុមហ៊ុន China National Machinery Industry Corporation មានប្រសាសន៍ថាការពិវត្តគម្រោងវិរិយអគ្គិសនីស្ទឹងតាតៃនេះគឺពិតជាផ្ដល់នូវផលប្រយោជន៍ជាច្រើនជូនប្រទេសនិងប្រជាពលរដ្ឋកម្ពុជាតាមរយៈការបង្កើតមុខរបរដល់ប្រជាជនបង្កើតប្រាក់ចំណូលពន្ធដារជូនរដ្ឋបង្កើតសមត្ថភាពផ្គត់ផ្គង់អគ្គិសនីប្រកបដោយស្ថិរភាពគុណភាពថ្លៃសមរម្យ
ពិសេសបង្កើនកម្រិតឯករាជ្យភាពនិងសន្តិសុខរបស់កម្ពុជាលើផ្នែកផ្គត់ផ្គង់អគ្គិសនីកាត់បន្ថយហានិភ័យលើការផ្គត់ផ្គង់អគ្គិសនីដែលពឹងផ្អែកតែមួយមុខលើការនាំចូលប្រេងឥន្ធនៈដើម្បីផលិតអគ្គិសនីនិងបានចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញមានប្រសាសន៍សំណេះសំណាលទៅកាន់ប្រជាពលរដ្ឋក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការវរីអគ្គិសនីតាតៃក្នុងខ្លឹមសារដូចតទៅជាបន្តនេះក្នុងនាមអង្គពិធីទាំងមូលខ្ញុំបាទសូមអនុញ្ញាតដល់ក្នុងពោះគោរពជើញសម្ដេចតេជោនាយករដ្ឋមន្ត្រីមេត្តាអញ្ជើញផ្ដល់កិត្តិយសថ្លែងប្រសាសន៍សំណេះសំណាលដល់ពុទ្ធសូមខ្ញុំប្រកាសណាខ្ញុំសូមក្រាបថ្វាយបង្គំព្រះរាជគុណព្រះមេគុណព្រះអនុគុណព្រះថេរានុត្តរៈគ្រប់ព្រះអង្គជាទីសក្ការៈថ្នាក់ដឹកនាំនៃសាសនិកឥស្លាមនិងសាសនិកឥស្លាមដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះលោកជំទាវ បូជានគួរអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាលោកស៊ីគួរសមាជិកសភានៃសាធារណរដ្ឋប្រជាមានិតចិននិងជាអនុប្រធានក្រុមប្រឹក្សាពិបាលក្រុមហ៊ុន China National Machinery and Industry Corporation និងប្រិយមិត្តចិនទាំងអស់ជាទីមេត្រីឯកឧត្តមលោកជំទាវអស់លោកលោកស្រីដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះសូមគោរពចំពោះបងប្អូនលោកយាយលោកតាបងប្អូនជនរួមជាតិដែលបានអញ្ជើញក្នុងពិធីនេះជាទីគោរពនិងរលឹកពីខ្ញុំបណ្ដាខ្ញុំថ្ងៃនេះខ្ញុំបណ្ដាខ្ញុំពិតជាមានការរីករាយដែលបានមកចូលរួមសារជាថ្មីម្ដងទៀតដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់នៅវារីអគ្គិសនីតាតៃដែលមានអនុភាពចំនួន246មេហ្គាវ៉ាត់ខ្ញុំប្រកាសណាខ្ញុំនៅចាំបានថាក្រន់តែក្នុងឆ្នាំនេះគឺយើងបានទទួលភ្លើងចេញពីខេត្តកោះកុងចំនួន584មេហ្គាវ៉ាត់នៅត្រង់ថាកាលពីថ្ងៃទី12ខែមករាឆ្នាំ2015គឺនៅដើមឆ្នាំយើងបានសម្ពោធដោយប្រើប្រាស់នៅវារីអគ្គិសនីឫស្សីជ្រុំក្រោមដែលមានអនុភាព330មេហ្គាវ៉ាត់ថ្ងៃនេះនៅចុងឆ្នាំគឺសល់តែប្រហែលថ្ងៃទៀតទេយើងនឹងឈានទៅដល់ការដាច់ឆ្នាំយើងសម្ពោធដាក់ឲ្យប្រើប្រាស់នៅវារីអគ្គិសនីតាតៃដែលមានអនុភាពចំនួន240មេហ្គាវ៉ាត់ថា46មេហ្គាវ៉ាត់តែទៀតសរុបទាំងអស់584មេហ្គាវ៉ាត់ដែលត្រូវបញ្ជូនចេញទៅកាន់ទៅផ្គត់ផ្គង់មិនត្រឹមតែខេត្តកោះកុងទេក៏ប៉ុន្តែទៅកាន់ទីក្រុងភ្នំពេញនិងបណ្ដាខេត្តផ្សេងៗទៀតដោយដែលអាដាមស៊ុយសែនបានធ្វើរបាយការណ៍រួចហើយពាក់ព័ន្ធជាមួយនឹងការអភិវឌ្ឍគម្រោងនេះបន្ថែមទៅដោយការលើកឡើងរបស់លោកស៊ីកូជាមួយនឹងវឌ្ឍនភាពនិងដំណើរការនៃការអភិវឌ្ឍគម្រោងដ៏ធំមួយនេះខ្ញុំប្រកាសណាខ្ញុំក៏នៅចាំបានថាកាលពីថ្ងៃទី12ខែមករាឆ្នាំ2011ពេលនោះខ្ញុំប្រកាសណាខ្ញុំក៏បានមកបិទទំនប់នេះតែម្ដងឥឡូវនេះមានរូបភាពនៅក្នុងនេះរូបភាពនេះគឺមានតែបងសាយប៊ូតងមួយទេដែលឥឡូវស្ថិតនៅក្នុងមន្ទីរពេទ្យប៉ុន្តែក្រៅពីនោះគឺអាដាមផាន់គួនស៊ីអតីតអគ្គរដ្ឋទូតបានចាក់ចេញទៅហើយជំនួសដោយលោកជំទាវ ប៊ូជានគួរហើយលោកជំទាវ ប៊ូជានគួរក៏បានមកឫស្សីជ្រុំមួយផងនិងមកតតៃនេះផងចំនួន2ដងហើយប៉ុន្តែមើលទៅមុខទឹកមុខដែលថតកាលពី4ឆ្នាំមុនមានខ្ញុំមានទៀបបាញ់មានស៊ុយសែមមានម៉ែនសំអនមានពលសរឿនមើលទៅដូចអត់ចាស់អញ្ចឹងទេ4ឆ្នាំមុន
នឹង4ឆ្នាំក្រោយមើលទៅគឺប៉ាគ្នាអញ្ចឹងភាសាដែលថាគេថាខ្ញុំចាស់ពាក្យច្រើនណាស់ចេញមកពីស្រីដូចមិនមែនប្រពន្ធខ្ញុំគាត់ថាខ្ញុំនៅតែក្មេងគាត់ថាខ្ញុំនៅតែក្មេងចៅមកកតេលមិនមែនមកកតេលទេ5កតេលគាត់តែចៅប៉ុន្តែឥឡូវវានៅតែខ្វះតែម្នាក់ដើម្បីគ្រប់អេគីបបាល់ទាត់មកដណ្ដប់នេះព្រោះចៅប្រុសវាបានតែ10ហើយចៅស្រី7ហ្នឹងវាអេគីបបាល់ទះហ្នឹងបានហើយអេគីបបាល់ទះបានហើយប៉ុន្តែចៅប្រុសវាមិនតាន់គ្រប់ហើយមិនដឹងមួយណាគេជួយឪតែបានគ្រប់តែយ៉ាងណាក៏ដោយជាមួយនឹងវឌ្ឍនភាពដែលយើងទទួលបាននៅថ្ងៃនេះបង្កើតនៅស្ថានភាពល្អប្រសើរសម្រាប់ប្រទេសជាតិរបស់យើងតាមរយៈនៃការអភិវឌ្ឍប្រទេសមួយដែលកំពុងរីកលូតលាស់ខាងវិស័យសេដ្ឋកិច្ចខ្ញុំប្រកាសណាខ្ញុំសូមយកឱកាសនេះដើម្បីថ្លែងជូននៅការកោតសរសើរចំពោះស្ថាប័នពាក់ព័ន្ធទាំងអស់របស់ប្រជាជាតិណាចក្រកម្ពុជាពិសេសអតីតក្រសួងឧស្សាហកម្មរ៉ែនិងធម្មពលដែលបច្ចុប្បន្នគឺជាក្រសួងរ៉ែនិងធម្មពលក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុអាជ្ញាធរអគ្គិសនីក្រុមហ៊ុនអគ្គិសនីកម្ពុជាក៏ដូចជាអាជ្ញាធរខេត្តកោះកុងនិងកម្លាំងប្រអាវុធរបស់កម្ពុជាដែលបានចូលរួមសហការក្នុងការអភិវឌ្ឍនៅគម្រោងនេះអរគុណនិងកោតសរសើរចំពោះក្រុមហ៊ុនរបស់ចិនដែលហៅថាក្រុមហ៊ុន China National Heavy Machinery Corporation ហៅកាត់ថា CHMC ហើយដែលសាងសង់ដោយក្រុមហ៊ុន Cambodia Tatai Hydro Power Limited ដំណើរការសាងសង់នៅទីនេះមិនមែនជាការងាយស្រួលទេហើយបើយើងនិយាយពីសម័យដើមយើងអត់ដឹងថាកន្លែងទាំងអស់នេះអាចប្រើប្រាស់ផលិតនៅអគ្គិសនីបានទេកាលពីសម័យដើមបច្ចេកវិទ្យាដែលមិនទាន់មាននោះគឺយើងអត់ដឹងថាតំបន់ដែលប្រើប្រាស់ទីធ្លាមួយចំនួនបង្កើតបាននៅប្រេងនៅអគ្គិសនីបែបនេះទេប៉ុន្តែនៅពេលដែលបច្ចេកវិទ្យាកាន់តែកើនឡើងកាន់តែខ្ពស់ឡើងគេអាចរកឃើញនៅការប្រើប្រាស់បែបនេះហើយតាមរយៈនៃផលចំណេញដែលយើងទទួលបាននេះវាមិនមែនគ្រាន់តែជាបញ្ហាដាច់ដោយឡែករបស់ខេត្តកោះកុងមួយទេហើយក៏មិនមែនជាបញ្ហាដាច់ដោយឡែករបស់វិស័យអគ្គិសនីនោះដែរប៉ុន្តែវានឹងបង្កើតបាននៅរឿងរ៉ាវច្រើនណាស់ក្របដណ្ដប់លើទិដ្ឋភាពសេដ្ឋកិច្ចសង្គមច្រើនណាស់ដែលសពថ្ងៃគឺនៅលើពិភពលោកនិយាយពីបញ្ហាសន្តិសុខធម្មពលសន្តិសុខស្បៀងគឺភ្ជាប់ទៅជាមួយគ្នាតែម្ដងសូម្បីតែការអភិវឌ្ឍនិយាយពីបញ្ហាទេសចរណ៍ទេចាមិនមែនជាសម័យទេសចរបក់ផ្លិតទេគឺជាទេសចរម៉ាស៊ីនត្រជាក់អញ្ចឹងបើគ្មានឧទាហរណ៍គ្មានសណ្ឋាគារដែលគ្មានម៉ាស៊ីនត្រជាក់ឬក៏គ្មានគេហៅថាទាញដង្ហែលធ្វើឲ្យត្រជាក់គេបានទេនោះគឺកុំរំពឹងថានឹងទទួលបានទេសចរអញ្ចឹងវិស័យការផលិតអគ្គិសនីនៅទីនេះមិនមែនរឿងអគ្គិសនីដាច់ដោយឡែកទេវាបង្កើតទៅបានទៅបញ្ហាសេវាដែលក្របដណ្ដប់លើរឿងជាច្រើនតាក់ទងជាមួយនឹងបញ្ហាដូចជាវិស័យទេសចរឬសេវាដទៃទៀតតាំងពីធនាគារតាំងពីស្អីណាសពបែបយ៉ាងវារុញទៅឲ្យវិស័យឧស្សាហកម្មវារុញទៅឲ្យវិស័យកសិកម្ម
រាប់ទាំងបញ្ហាការបូមទឹកដាក់ស្រែដែលទាញយកពីធម្មពលដែលមិនប្រើប្រាស់ម៉ាស៊ីនបូមទឹកទេតែប្រើម៉ូទ័រតាមរយៈនៃការប្រើប្រាស់អគ្គិសនីនេះឯងខ្ញុំប្រកាសណាខ្ញុំពិតជាមានការរីករាយហើយកុំភ្លេចថាឥឡូវនេះដំណាក់កាលនេះគឺដំណាក់កាលអគ្គិសនីប៉ុន្តែប្រសិនបើប្រជាពលរដ្ឋរបស់យើងនិងជនរួមជាតិរបស់យើងអាចនៅចាំបានដំណាក់កាលរបស់យើងបានឆ្លងកាត់ច្រើនណាស់ដំណាក់កាលដុតប្រេងកាតអានឹងដំណាក់កាលដុតប្រេងកាតដំណាក់កាលក្រោយទៀតណាដំណាក់កាលដុតចលោដំណាក់កាលណែខ្លាញ់ត្រីដំណាក់កាលតាំងពីអរិញណែជួរជួនកាលអាចជួរនេះនឹងដើរទៅចេតរោបានអីខាងដុតខាងហ្នឹងដុតហើយតាំងពីអស់ភ្លឺដុតតាំងភ្លឺប៉ុន្តែឥឡូវក្មេងសម័យឥឡូវនេះអត់ដឹងទេអត់ដឹងរឿងទេប៉ុន្តែអ្នកជាន់ដើមកើតតតខែហ្នឹងខែដែលធ្លាក់ខ្យល់ពីជើងហ្នឹងដែលត្រីច្រើនហ្នឹងអាហ្នឹងគេដុតខ្លាញ់ត្រីដុតខ្លាញ់ត្រីបន្ទាប់ពីប្រើខ្លាញ់ត្រីហ្នឹងយកទៅអីប្រើប្រាស់ឲ្យរួចហើយសល់អាកាកសំណល់របស់វាយកទៅធ្វើជាដុតបំភ្លឺចន្លោះហ្នឹងគឺថាដើមឈើយើងធំពីដើមហ្នឹងដែលឃើញទៅជាស់ហ្នឹងគឺប្រជាពលរដ្ឋគាត់ទៅជាស់យកអាចជាស់ទឹកដើម្បីយកមកលាយជាមួយនឹងវត្ថុផ្សេងទៀតធ្វើជាចន្លោះដុតឥឡូវអ្នកលក់ចន្លោះដាច់អាជីពហើយក៏គ្មានអ្នកណាទៅរកស៊ីធ្វើចន្លោះទៀតដែរព្រោះគេលេងត្រូវការឲ្យហួសសម័យអញ្ចឹងបានជាយើងមានតម្រូវការនៅក្នុងការផលិតអគ្គិសនីនេះឯងដោយដែលអាដាមស៊ុយសែមបានលើកហើយអំពីការប្រើប្រាស់អគ្គិសនីនៅកម្ពុជាសម័យមុននេះកម្ពុជាប្រើប្រាស់ប្រើប្រាស់អគ្គិសនីប្រមាណ100មេហ្គាវ៉ាត់តែប៉ុណ្ណឹងទីក្រុងភ្នំពេញគឺមិនដល់50មេហ្គាវ៉ាត់ទេដែលប្រើប្រាស់តែ30មេហ្គាវ៉ាត់ទេឥឡូវទីក្រុងភ្នំពេញមួយប្រើប្រមាណបាទ900មេហ្គាវ៉ាត់គ្រាន់តែភ្នំពេញទៅបត់ទៅខេត្តកណ្ដាលមកជុំវិញដែលកាលពីមុនប្រើត្រឹមតែ30មេហ្គាវ៉ាត់ឥឡូវប្រើ900មេហ្គាវ៉ាត់ប៉ុន្តែប្រហែលថ្ងៃកន្លងទៅនេះពេលដែលធ្លាក់ខ្យល់ពីជើងណាវារៀងល្ងាណាអាដាមកៅរតនៈប្រាប់ខ្ញុំថ្ងៃមុនថានៅសល់តែ700មេហ្គាវ៉ាត់ទេហូចជាង800ថយជាង100ដោយសារតិចគេបិទម៉ាស៊ីនតិចដែរគេអ្នកប្រើគេឆ្លាតដែរតើគេដឹងថាប្រើច្រើនបងលុយច្រើនហើយអារឿងនេះរឿងចេះណាមានរឿងមួយគួរនិយាយដែររកអាញាកដាលមួយមកកុំឲ្យទាស់គ្នារឿងកុងទ័រណាហើយដល់ទីនឹងរកអាញាកដាលមួយចេះញាតយកមកឃើញតែនាំគ្នាជឿអគ្គិសនីប៉ុន្តែយើងមានបានគិតទេឥឡូវដល់ទៅពេលដែលចាប់ផ្ដើមអាដៃណែធ្លាក់ខ្យល់ពីជើងក្រឹបតិចក្រឹបតើអាកុងទ័រហ្នឹងវាលោតទៀតទេអត់វាអត់លោតទេវាលោតតែមកផ្លេតអាខែក្តៅមែនតើអាហ្នឹងវាទាញកម្លាំងភ្លើងរបស់យើងធ្លាប់តែប្រើប្រមាណគឺវាឧបមាថាពីដើមម៉ាស៊ីនតិចមួយដដែលប៉ុន្តែនៅពេលដែលខែវស្សាឬខែធ្លាក់ខ្យល់ពីខាងជើងវាប្រើអស់តែប្រមាណថា10គីឡូវ៉ាត់ប៉ុន្តែដល់ទៅពេលខែក្តៅគ្រប់វាប្រើដល់ទៅ5ដណ្ដប់គីឡូវ៉ាត់រឿងវាអញ្ចឹងមិនមែនបញ្ហាអ្នកណាចេះធ្វើស្អីកុំទ័ររវ៉ាត់អញ្ចឹងថ្ងៃក្រោយដើម្បីកុំឲ្យវាមានតំណោះរឿងហ្នឹងទៀតរកអាញាកដាលមួយហ្មងហើយដល់ទីទៅ
យកអាញាកដាលមួយមកដាក់ទៅកុំឲ្យគេជេរក្រុមហ៊ុនអគ្គិសនីច្រើនពេកណារួចឲ្យជ្រើសរើសទៅក្រុមហ៊ុនណាអាចថាដេញថ្លៃជ្រើសរើសក្រុមហ៊ុនទូទាំងសកលលោកបងទាំងជប៉ុនទាំងអាមេរិកទាំងចិនទាំងកូរ៉េស្អីដេញថ្លៃយកមកហើយមកថ្លឹងកុងទ័រឬសម្រាប់ថ្លឹងកុងទ័រកុំឲ្យបន្តគ្នារឿងនឹងទៀតប៉ុន្តែសង្គមថាប្រជាពលរដ្ឋរបស់យើងមានការយោគយល់អំពីបញ្ហាហ្នឹងព្រោះខែតិចប្រើតិចខែក្រៅប្រើច្រើនរឿងហ្នឹងវាធម្មតាខ្លាំងណាស់ប៉ុន្តែយ៉ាងម៉េចទេកំពុងតែតិចកំពុងតែត្រូវចិត្តដីធាតុអាកាសតិចស្រាប់តែអាងាយមិញភ្លៀង3ដងនៅវិញភ្លៀង3ដងកំពុងតែប្រជុំអត់ដឹងប្រជុំនៅក្នុងស្រាប់តែចុះមកភ្លៀងឲ្យពេញតែបណ្ដល់ពេលយប់គឺថាភ្លៀងទៀតហើយដល់សួរមកណែថាអត់តាន់មានភ្លៀងដល់យប់ថាចាប់ប្រើម្លឹមដល់ព្រលឹមឡើងព្រឹកមិញធ្លាប់ថ្ងៃមុនចេញទៅតិចទៅវាយកងតិចល្ងាបងសាព្រឹកមិញចេញមកអត់មានអីតិចទេឥឡូវនេះចាប់ប្រើចង់បែកជើកន្លែងនេះធ្លាប់តិចដែរតែជាយុកម្សិលតិចយុគមិញឈប់តិចរឿងវាអញ្ចឹងទេរឿងអញ្ចឹងខ្ញុំប្រកាសណាខ្ញុំអរណាស់ជាមួយនឹងការវិនិយោគដែលបានទទួលពិតហើយវាគ្មានការធ្វើអ្វីមួយដោយគ្មានការបង់ថ្លៃទេសូមជម្រាបជូនអញ្ចេះបើយើងចង់បានអគ្គិសនីចំនួន240មេហ្គាវ៉ាត់វាត្រូវមានការបង់ថ្លៃមួយចំនួនទៅលើបញ្ហាការលិចលង់នៅព្រៃឈើប្រមាណជាជាង 2000 ហិកតានៅទីនេះគ្មានអ្វីមួយដែលធ្វើឲ្យមិនបានបង់ថ្លៃទេអញ្ចឹងជំរឿនរបស់យើងត្រូវគិតគូរឲ្យបានច្បាស់តើយើងហ៊ានលះបង់នៅស្ថានភាពដី 2-3000 ហិកតាដើម្បីទាញយកភ្លើងបម្រើឲ្យទូទាំងប្រទេសសម្រាប់បង្កើតការងារឲ្យមនុស្សរាប់សែនរាប់ម៉ឺននាក់ឬចូលដល់លាននាក់នោះឬទេនេះជាចំណុចព្រោះថាពួកបរិស្ថាននិយមមួយចំនួនដែលតែងតែចំទាស់នឹងការអភិវឌ្ឍស្អីក៏តោះដែរអញ្ចឹងគឺវិធីតែមួយគឺថាសុំនាំគ្នាផលិតចន្លោះជូនទៅឲ្យពួកទៅដល់ផ្ទះពួកបរិស្ថានមកពួកបរិស្ថាននិយមមិនបានគេថាពួកបរិស្ថានជ្រុលនិយមនិយាយចេះទៅចោះយើងយកចន្លោះទៅបកគោលឲ្យគាត់ហើយកាត់ភ្លើងចេញពីផ្ទះគាត់មកកុំឲ្យគាត់ប្រើភ្លើងព្រោះនៅឯងគិតតែម្ខាងណែឯងមានគេអីទៀតប៉ុន្តែទៅពេលយកចន្លោះទៅឲ្យគាត់ថាជ័រហ្នឹងបានពីណាបានមកពីចោះគល់ឈើអញ្ចឹងបានសក្តិថាអ្នកដែលជំទាស់គឺជំទាស់រហូតគ្មានទេនៃការលើកទឹកចិត្តណាមួយឥឡូវចេះតើហ៊ានដូរទេព្រោះរុស្ស៊ីបានសន្យានឹងជួយដល់ការផលិតដោយអាតូមិកថ្ងៃមុននាយករដ្ឋមន្ត្រីរុស្ស៊ីមកទស្សនកិច្ចនេះហើយឥឡូវយើងកំពុងបញ្ជូនឲ្យមានការចុះហត្ថលេខាទៀតដែលថ្ងៃក្រោយនឹងផលិតអគ្គិសនីដើរដោយប្រើប្រព័ន្ធនុយក្លេអ៊ែរបរមាណូហ៊ានអត់អាពេលហ្នឹងគឺច្បាស់ជាមានបាតកម្មទ្រង់ទ្រាយធំប្រឆាំងបងប្រឆាំងហើយមិនមែនត្រឹមតែប្រជាជនកម្ពុជាទេដែលប្រឆាំងថៃក៏ប្រឆាំងវៀតណាមក៏ប្រឆាំងដែរព្រោះក្រៃលោកវាផ្ទុះនៅកម្ពុជាវារៀលដល់ថៃរៀលដល់វៀតណាមរៀលដល់ឡាវព្រោះអារឿងផ្ទុះហ្នឹងជប៉ុនទៅផ្ទុះឆ្នាំ2011ណែរុស្ស៊ី1985កាលពីអតីតសហភាពសូវៀតដោយឈៀនប៊ី
ចឹងបានជានៅយប់ថ្ងៃណែបង្ហើយបុណ្យអុំទូកសំពះព្រះខែអអំបុកគ្រាន់តែបានអុំទូកតែប៉ុណ្្នឹងទេដោយសារព្រះអាទិត្យព្រះច័ន្ទភ្លឺពេកស្រាប់តែដាច់ភ្លើងឈឹងទៅហើយដាច់ហ្នឹងមិនមែនដាច់មកព្រំពេញទេណាបាច់មកប្រទេសដែលជាប់នឹងបណ្ដាញជាតិអញ្ចឹងខ្ញុំប្រកាសណាខ្ញុំត្រូវតែអត់ដឹងហើយទូរទស្សន៍ណាមកផ្សាយអញ្ចឹងលេងឯងតាម Facebook Live ផ្ទាល់ហ្មងហើយទូរទស្សន៍ណាចាប់យកបានក៏យកទៅព្រោះម៉ោងប្រហែលយប់ហើយដើម្បីសុំអភ័យទោសពីសំណាក់ប្រជាពលរដ្ឋអំពីស្ថានភាពហេតុអីបានដាច់ភ្លឺណាសុំសម្រាប់ប៉ុន្តែមានម្នាក់ចូលមកខមមិនភ្លាមគាត់ខមមិនចេះគាត់ខមមិនថាសំណាងល្អដែលនាយករដ្ឋមន្ត្រីរុស្ស៊ីចេញផុតកុំអីខ្មាស់គេមិនដឹងយកមុខទៅទុកឯណាទេអញ្ចឹងខ្ញុំក៏បានឆ្លើយតបភ្លាមប្រហែលជាអ្នកដែលចូលមកខមមិនអាចមើលឃើញអត្ថបទនោះហើយខ្ញុំឆ្លើយតបភ្លាមថានាយករដ្ឋមន្ត្រីរុស្ស៊ីមិនសើចជាមួយយើងទេដោយសាររុស្ស៊ីស្របផ្ទុះនៅអគ្គិសនីដែលប្រើដោយថាមពលនុយក្លេអ៊ែរនៅឆេណូប៊ីលហើយរឿងដាច់អគ្គិសនីនេះមិនមែនគ្រាន់តែកម្ពុជាទេនៅអាមេរិកនិងកាណាដាដាច់ផ្ទះរាប់លាន50លានផ្ទះដែលមានផលប៉ះពាល់ដាច់នៅកាណាដាប៉ុន្តែវាទាញដល់ព្រោះតំណងអគ្គិសនីនេះវាទាញដល់អាមេរិកជប៉ុនក៏ទៅនឹងដាច់ភ្លើងដែរគាត់ពេលដែលផ្ទុះគាត់មិនដាច់គាត់មិនត្រូវបិទអគ្គិសនីនោះអញ្ចឹងបានជាយើងត្រូវបញ្យល់ហើយពេលនោះគឺឲ្យកែវរតនៈឲ្យបញ្យល់ភ្លាមទៅចំពោះប្រជាពលរដ្ឋអញ្ចឹងទេតម្រូវការអគ្គិសនីរបស់កម្ពុជាមានការកើតឡើងចេះតែកើនពីមួយថ្ងៃទៅមួយថ្ងៃណាព្រោះឥឡូវផ្ទះមួយណាក៏ត្រូវការដែរសូម្បីតែឥឡូវនេះកន្លែងដែលអគ្គិសនីបណ្ដាញរដ្ឋទៅមិនទាន់ដល់ឲ្យវិស័យឯកជនធ្វើ 3,000 រៀល1គីឡូវ៉ាត់ក៏គាត់នៅតែបង់ 2,500 ក៏នៅតែបង់ប្រមាណក៏នៅតែបង់ឲ្យតបានភ្លើងហើយបើមិនអញ្ចឹងទេគាត់មានអាម៉ាស៊ីនភ្លើងរបស់គាត់ប្រឆេះបំភ្លឺផ្ទះរបស់គាត់នឹងអស់ប្រេងមិនចេះតិចខ្ញុំប្រកាសណាខ្ញុំអរគុណណាស់ហើយយើងមានដៃគូដ៏ល្អនៅក្នុងកិច្ចសហប្រតិបត្តិការរវាងកម្ពុជាចិននៅកម្ពុជាយើងនេះចិនបានផលិតនៅដែងវារីអគ្គិសនីគិរីរូម1គិរីរូម3 2ណែកំចាយតាតៃនេះអាតៃអាស័យជ្រុំបាទនិងសេសានអញ្ចឹងឥឡូវនេះនៅសល់តែសេសានទេដែលមិនតាន់បញ្ចេញភ្លើងប៉ុន្តែ5ហើយបានបញ្ចេញភ្លើងបូកជាមួយនឹងបណ្ដាញចែកចាយបន្ថែមមួយ6តាំងអាតៃនេះ6ហើយដែលបានបញ្ចេញភ្លើងនៅសល់អាទី7ដែលរហូតដល់400មេហ្គាវ៉ាត់ដែលត្រូវបញ្ចេញភ្លើងនៅឆ្នាំ2017ត្រូវបញ្ចេញភ្លើងតម្រូវការកើនឡើងថ្ងៃណាក៏កើនដែរព្រោះចេះរៀបការមកគូនិយាយពីរឿងតែលំនៅឋានទេរៀបការមកគូគាត់ត្រូវការបន្ទប់វិញមាននៅដេកជាមួយគេឯងបានណាទៀតគាត់ត្រូវការដេក2នាក់គ្នាគាត់ទៅរៀបការហើយណាអូយមិនមែនត្រូវការគាត់នេះណាអាហ្នឹងគឺសម្រាប់អ្នកទីក្រុងទីប្រជុំជនត្រូវការ
mà dân thì chết trời ca tầng hai lấy nó trời ca tầng hai sắp bạc cam một cái bóp xem đã bị chưa bỏ rọt bàn bạc cam là trời ca cái sự này đó trời ca cái sự này ấy lời đi đọc bon mua chùm luôn cứ crop tận đó từ đầu phương rót miên chùm luôn rồi hốt tận đó 55% នៃចំនួនដែលភ្លើងរត់បានគ្របដណ្ដប់ភូមិចំនួនប្រមាណចំនួន66.55% នៃភូមិទូទាំងប្រទេសហើយត្រូវជា1,750,1797 កន្លែងដែលត្រូវជា 55% នៃខ្នងផ្ទះរបស់ប្រជាពលរដ្ឋក្រៅពីនោះតាមរយៈនៃសកម្មភាពដែលបានដាក់ចេញដែលខ្ញុំសូមយកឱកាសនេះអរគុណចំពោះកោតសរសើរចំពោះក្រសួងជាពិសេសក្រុមហ៊ុនអគ្គិសនីកម្ពុជាដែលបានតចរន្តអគ្គិសនីចូលទៅដល់បន្ទប់ជួលរបស់កម្មករកម្មការិនីសិស្សនិស្សិតចំនួន1,92668 បន្ទប់ដែលប្រើក្រោម50 គីឡូវ៉ាត់ក្នុងមួយខែបង់ត្រឹមតែ610រៀលតែប៉ុណ្ណោះហើយរឿងនេះមិនមែនបានត្រឹមតែជាមួយនឹងកម្មករតាមរោងចក្រនោះទេកម្មករកម្មការិនីគេហៅថាធ្វើការក្រៅប្រព័ន្ធក៏បានទទួលផលប្រយោជន៍ដែរខ្ញុំបានសួរពួកគេឌីវាយកូនគោលសួរថាអ៊ំកាលពីមុនខ្ញុំបង់ 1,800 ឥឡូវខ្ញុំបង់តែ 610 រៀលអញ្ចឹងទេប្រាក់ខែដែលយើងតម្លើងឲ្យកម្មការិនីកាត់ដេរក្តីឬក៏ធ្វើការក្រៅប្រព័ន្ធដែលមិនមែនជាការកាត់ដេរក្តីនឹងទទួលបានផលប្រយោជន៍ពិតកាលពីមុនគឺម្ចាស់ផ្ទះគាត់តម្លើងផ្ទៃផ្ទះអាហ្នឹងរឿងមួយហើយប៉ុន្តែរឿងមួយទៀតភ្លើងគាត់ទិញពីរដ្ឋតម្លៃប៉ុណ្ណេះតែគាត់ទៅឲ្យកម្មករបង់1 ជា 2 ឬ 1 ជា 3 អាហ្នឹងជាបញ្ហាទឹកក៏ដូចគ្នាដែរអញ្ចឹងយើងបានដោះស្រាយទាំងភ្លើងទាំងទឹកឲ្យកម្មករកម្មការិនីសិស្សនិស្សិតឬក៏អ្នកដែលមកជួលផ្ទះនៅទីក្រុងភ្នំពេញតាមតម្លៃមួយដែលមានការគេថាទទួលយកបានហើយដែលកម្មករកម្មការិនីទទួលបានផលប្រយោជន៍ពីការតម្លើងពីការទម្លាក់ថ្លៃអគ្គិសនីនិងការតភ្លើងរត់ចូលទៅផ្ទះកម្មករឲ្យកម្មករប្រើប្រាស់ហើយក្នុងបន្ទប់ចំនួនបន្ទប់ 192,688 បន្ទប់នេះក្នុងមួយបន្ទប់នៅ2 ទៅ 3 នាក់ដែលចំណុចនេះហើយជាចំណុចដែលយើងត្រូវឃើញអំពីការទទួលផលរបស់ប្រជាពលរដ្ឋឥឡូវនេះខ្ញុំប្រកាសណាខ្ញុំសូមយកឱកាសនេះដើម្បីផ្ដល់ជាចំណុចបង្ហាញផ្លូវជាក្របខ័ណ្ឌការពិតអាជ្ញាធរអគ្គិសនីក្រសួងរ៉ែនិងធម្មពលនិងក្រុមហ៊ុនអគ្គិសនីមានគោលដៅរួចទៅហើយក៏ប៉ុន្តែខ្ញុំប្រកាសណាខ្ញុំចង់ជូនសារហើយបញ្ជាក់បន្ថែមអំពីការងារដែលត្រូវធ្វើនៅក្នុងវិស័យអគ្គិសនីទន្ទឹមនឹងការកសាងនៅវារីអគ្គិសនីកន្លែងនេះកន្លែងនោះរោងចក្រអគ្គិសនីនៅកន្លែងនេះកន្លែងនោះត្រូវធ្វើកិច្ចការងារ3ដែលចាំបាច់ត្រូវធ្វើ
ទី1ពង្រីកបណ្ដាញចែកចាយចំណុចនេះជាចំណុចដែលត្រូវធ្វើព្រោះបើគ្រាន់តែផលិតអគ្គិសនីហើយយើងពុំមានបណ្ដាញចែកចាយវាមិនខុសពីការដែលយើងផលិតរថយន្តហើយពុំមានផ្លូវបើកនោះទេអញ្ចឹងទេអានេះវាទៅទន្ទឹមគ្នាតែម្ដងទន្ទឹមគ្នាតែម្ដងហើយសង្ឃឹមថាមិត្តចិននឹងឲ្យខ្ចីប្រាក់ថែមទៀតដើម្បីនឹងតបណ្ដាញអគ្គិសនីព្រោះបើអញ្ចឹងផលិតទៅមិនដឹងតើយកទៅណាផលិតអញ្ចឹងគឺខ្ញុំគិតតែពីសងលុយព្រោះអញ្ចឹងអាហ្នឹងត្រូវមានកុងត្រាជាក់លាក់ណាគាត់ផលិតយើងត្រូវតែទិញគាត់ឲ្យអស់បើមិនទិញអស់ទេត្រូវសងគាត់បើអញ្ចឹងដើម្បីជៀសវាងការសងគាត់ហើយប្រើប្រាស់អគ្គិសនីឲ្យបានអស់គឺតម្រូវការឲ្យមានទុនវាមានមួយផ្នែកទុនរបស់រដ្ឋរបស់អគ្គិសនីផ្ទាល់និងដោយរាជរដ្ឋាភិបាលឲ្យខ្ចីខ្លះតែក៏សូមអំពាវនាវចំពោះដៃគូអភិវឌ្ឍក្នុងនោះមានសាធារណរដ្ឋប្រជាមានិតចិនខ្ញុំក៏បានខ្ចីពីឥណ្ឌាដែរណាដើម្បីតពីស្ទឹងត្រែងមកកញ្ចេះអានឹងទុនរបស់ឥណ្ឌាហើយក៏ប្រើវិស័យឯកជនដើម្បីតភ្ជាប់ដែរដូចជាតភ្ជាប់ពីកញ្ចេះមកកំពង់ចាមពីកំពង់ចាមមកភ្នំពេញអាហ្នឹងគឺវិស័យឯកជនអញ្ចឹងការពង្រីកបណ្ដាញតទៅទៀតមានទាំងបណ្ដាញជាតិនិងបណ្ដាញចែកចាយថ្នាក់ក្រោមជាតិទៅកាន់មូលដ្ឋានពង្រាយឲ្យមានពីរណាអាមួយបណ្ដាញជាតិក៏ត្រូវតែពង្រីកឥឡូវវាមាននៅសល់ខេត្តមួយចំនួនដែលត្រូវតែតម្រង់ឈ្មោះដល់ព្រោះទៅប៉ុន្តែដើម្បីតទៅដល់ភូមិប្រជាពលរដ្ឋត្រូវប្រើប្រាស់ដើមទុនដើម្បីតបណ្ដាញនេះជូនទៅផ្ទះទៅដល់ភូមិប្រជាពលរដ្ឋដើម្បីប្រឈប់នៅស្ថានភាពដែលឯកជនផលិតភ្លើងហើយដែលលក់ថ្លៃខ្ពស់ឲ្យប្រជាពលរដ្ឋចឹងកាត់បន្ថយបដាណាផ្នែកវិស័យឯកជនកាលណាភ្លើងរត់ទៅដល់ហើយអានោះទៅថយហើយយើងត្រូវធ្វើការសហការជាមួយនឹងវិស័យឯកជនដែលគាត់វិនិយោគនៅក្នុងស្រុកពីមុនឯងប្រឆេះមានម៉ាស៊ីនខ្លួនឯងនឹងប្រេងឥឡូវណែឯងយកភ្លើងពីរដ្ឋទៅដោយចេះត្រូវតម្លៃប្រមាណអាហ្នឹងត្រូវគិតគូរឲ្យបានច្បាស់កិច្ចការទី2ត្រូវពង្រឹងបណ្ដាញជាតិអារឿងហ្នឹងគឺជារឿងដែលថ្ងៃមុនយើងជួបប្រទះម្ដងហើយដោយសារបណ្ដាញជាតិរបស់យើងទន់ខ្សោយបានជាគ្រាន់តែដាច់ក្រឹបបន្តិចវាទាញមកបណ្ដាញទូទាំងប្រទេសដាច់ប្រោយគ្រាន់តែថាថ្ងៃនោះម៉ោង3ជាងហើយខ្ញុំអត់តន់ដេកទេមានអ្នកនៅទល់ដែរនោះនៅខាងមេឡៃគេឃើញ Facebook ខ្ញុំបង្ហោះទៅ live ទៅនោះគេខមមិនមកគេថាលោកអ៊ំនៅខាងខ្ញុំនេះអត់មានដាច់ភ្លើងទេហើយមានអ្នកខាងសៀមរាបអ្នកខាងជួយចវាគេចូលមកថាភ្លើងផ្ទះខ្ញុំឆេះវិញហើយកុំអីកូនខ្ញុំដេកអត់បានទេយើងទៅតាមដានអាសភាពការហ្នឹងហើយចេះតែសួរជាបន្តទៅកន្លែងណាមានព្រោះវាបានកើតនៅទូទាំងប្រទេសបែបនេះតម្រូវឲ្យនាយករដ្ឋមន្ត្រីដេកមិនបានទេអាហ្នឹងអញ្ចឹងការពង្រឹងបណ្ដាញជាតិបើពង្រឹងបណ្ដាញជាតិអញ្ចឹងហេតុអីបានជាយើងចង់ធ្វើអានេះខ្សែបណ្ដាញអគ្គិសនីយើងធ្វើតាមផ្លូវជាតិលេខ3តភ្ជាប់ពីក្រុងប្រសេនុពីខេត្តប្រសេនុទៅកពតហើយទាញចូលភ្នំពេញតែយើងក៏ចង់មានបណ្ដាញមួយទៀតពីតាមផ្លូវជាតិលេខ4ពីភ្នំពេញកំពង់ស្ពឺទៅកំពង់សោមហេតុអីបានយើងចង់ទៅចឹងដើម្បីធានាថាបើដាច់អាមួយគឺបញ្ជូនតាមអាមួយទៀត
តាមមួយទៀតអាហ្នឹងគេហៅថាការពង្រឹងបណ្ដាញជាតិហើយរាប់ទាំងអាបណ្ដាញខ្សែខ្លះគេមានខ្សែដល់3ប្រមាណនោះហើយខ្សែមួយទឹកលឹកនោះខ្សែមួយរស័យអញ្ចឹងទេនៅមិនតាន់គ្រប់ទេលោកជំទាវរដ្ឋទូតលោកជំទាវបានបូជាគោគឺថាសូមប្រាប់អាដាមស៊ីជីងពីងក៏ដូចជាអាដាមលីគឺជាងផងថាកម្ពុជាអាណត្តិកម្ពុជាផងត្រូវការទុនថែមទៀតហើយកន្លងទៅប្រាំងក៏បានចុះហត្ថលេខាជាមួយប្រាំងបានលុយមួយចំនួនមកធ្វើអានោះទៅពីតាណាទៅតាណាកងចាន់នេះគេដាក់លុយជាមួយឆ្ងាចិត្ត100លានចូលកោះ100លានដុល្លារ100លានដុល្លារដើម្បីនឹងតភ្ជាប់ពីកំពង់សោមមកផងពីតាតៃទៅផងតង់សំខ្ពស់ហើយលោកស្រីតង់សំខ្ពស់ហ្នឹងអញ្ចឹងទៅយើងដើររោទុនគ្រប់ទៅកន្លែងហ្នឹងទុនគ្រប់ទៅកន្លែងហើយចំណុចទី3គឺជាចំណុចដែលមានសារៈសំខាន់ប៉ះពាល់ផ្ទាល់ជាមួយនឹងជីវភាពប្រជាពលរដ្ឋត្រូវដាក់កម្មវិធីដែលមានរួចមកហើយអនុវត្តឲ្យបាននៅការបញ្ចុះថ្លៃភ្លើងជាបន្តមិនមែនបានសក្តិថានៅប្រទេសមួយចំនួនគឺចាប់ផ្ដើមឡើងថ្លៃភ្លើងបានសក្តិថាធ្វើពីកម្មចនាទី1ទៅកម្មចនាទី3ទី2ទី3ហើយយើងធ្វើពីកម្មចនាទី9ចុះមកទី8ទី7ទី6ទីរហូតចុះមកដល់ទី3ទី4ខិតខំធ្វើឡើងតម្លៃអគ្គិសនីតាក់ទងនឹងការប្រកួតប្រជែងអំពីផលិតកម្មផងដែរតម្លៃអគ្គិសនីវាពាក់ព័ន្ធនឹងជីវភាពរបស់ប្រជាពលរដ្ឋនៅពេលណាមួយនោះតម្លៃអគ្គិសនីនឹងផ្ដល់ផលប្រយោជន៍ឲ្យប្រជាពលរដ្ឋរបស់យើងជាពិសេសប្រជាពលរដ្ឋដែលប្រើប្រាស់ក្រោម50គីឡូវ៉ាត់គឺជាអ្នកដែលនឹងទទួលបានផលប្រយោជន៍ឥឡូវនេះអ្នកដែលទទួលផលប្រយោជន៍មុនគេគឺកម្មការីនៅទីក្រុងភ្នំពេញហើយបន្តទៅនឹងអាចរាយទៅតាមតំបន់ទីប្រជុំជនមួយចំនួនទៀតដែលមានកម្មការីស្នាក់នៅតែយើងកំពុងគិតថានៅធ្វើយ៉ាងម៉េចអ្នកដែលអាចដែលមានដែលប្រើប្រាស់ក្រោម50គីឡូវ៉ាត់នឹងអាចមានតម្លៃទាបជាងអ្នកដែលប្រើខ្ពស់ធម្មតាគេដែលមានលុយប៉ុន្តែអ្នកដែលមិនសូវមានលុយប្រើតិចដូច្នេះយើងឲ្យអ្នកប្រើតិចទទួលបានផលច្រើនខ្ញុំប្រកាសណាខ្ញុំដោយសារអញ្ចេះត្រូវតែត្រឡប់ទៅវិញឲ្យដល់ពូចន្ទង់យ៉ាងយូរនៅត្រឹមម៉ោង10រឿងចេះឥឡូវប្រហែលជាព្រះមហាក្សត្រជាទីសក្ការៈរបស់យើងត្រៀមហោះចេញពីវៀងច័ន្ទត្រឡប់មកទីក្រុងភ្នំពេញហើយអញ្ចឹងខ្ញុំត្រូវតែបញ្ញាល់ដើម្បីឡើងទៅធម្មភាគចក្រទៅចុះនៅពូចន្ទង់ដូរខោអាវភ្លាមដើម្បីទទួលបរិយាដំណើររបស់ព្រះមហាក្សត្របើនាយករដ្ឋមន្ត្រីស្ថិតនៅក្នុងប្រទេសហើយព្រះមហាក្សត្រយាងមកពីក្រៅប្រទេសអវត្តមាននាយករដ្ឋមន្ត្រីគឺជាការលំបាកមើលណានៅក្នុងក្របខ័ណ្ឌជាខ្លឹមសារផងនិងក្របខ័ណ្ឌជាពិធីការផងអញ្ចឹងទេខ្ញុំសូមនិយាយប៉ុណ្ណឹងទៅចុះហើយគិតថាចំណងដៃថ្មីនៅក្នុងមុនដាច់ឆ្នាំ2015នេះគឺប្រជាពលរដ្ឋមិនគ្រាន់តែអ្នកខេត្តកោះកុងទេដែលទទួលបានប៉ុន្តែយើងរុញចេញតាមពោធិ៍សាត់ហើយតាមរយៈពោធិ៍សាត់នោះហើយដែលយើងចែកចាយទៅបាត់ដំបងទៅប្រធានមានជ័យទៅសៀមរាបចាក់ចូលទៅភ្នំពេញចែកទៅបណ្ដាខេត្តដទៃទៀតអញ្ចឹងអាកន្លែងហ្នឹងមិនមែនប្រើតែបរមនឹងអត់ទេអស់246មេហ្គាវ៉ាត់ធំច្រើនមិនមែនតិចទេ
ហើយថ្ងៃនេះខ្ញុំប្រកាសខ្ញុំបាននាំមកសម្រាប់លោកយាយលោកតាចំនួន100នាក់ក្នុងម្នាក់កណាត់សមម្ដុំថវិកានោះ10000រៀលជូនក្រុមកែរិទ្ធកម្ពុជាចំនួន100នាក់ក្នុងម្នាក់ថវិកា10000រៀលជូនយុវជនកាកបាទក្រហមកម្ពុជា100នាក់ក្នុងម្នាក់ថវិកា10000រៀលជូនលោកគ្រូអ្នកគ្រូ117នាក់ក្នុងម្នាក់ថវិកា30000រៀលជូនប៉ុស្តិ៍សុខភាពឃុំតតៃថវិកា1លានរៀលជូនសាលាស្រុកកោះកុងថវិកា1លានរៀលជូនដល់ក្រុមតន្ត្រីសម័យថវិកា1លានរៀលនេះជាអ្វីដែលខ្ញុំប្រកាសថាខ្ញុំហើយសូមអរគុណណាស់ជាមួយនឹងការអញ្ជើញចូលរួមទាំងប្រជាពលរដ្ឋក៏ដូចជាថ្នាក់ដឹកនាំរបស់យើងដែលបានអញ្ជើញមកហើយមិត្តចិនទាំងឡាយប្រហែលជាទៅចូលចិត្តចូលឆ្នាំចិនដែរកងស្រូវបាក់ស្រាយកាលណាដល់ប៉ុន្តែឥឡូវមួយតែទៀតណាត្រឹមតែ4ខែកន្លះយើងថាប្រាប់យើងថា4ខែកន្លះខ្មែរចូលឆ្នាំ3ដងប្រហែលថ្ងៃទៀតចូលឆ្នាំសកលស្រវឹងខ្មែរទៀតដល់លួយហើយចូលឆ្នាំចិនស្រវឹងខ្មែរទៀតដល់ខែមេសាចូលឆ្នាំខ្មែរស្រវឹងខ្មែរទៀតខ្មែរស្រវឹង3ដងចូលឆ្នាំចិនស្រវឹងខ្មែររឿងវាចេះណាប៉ុន្តែរឿងហ្នឹងជាសេរីភាពរបស់ប្រជាពលរដ្ឋហើយក្រុមគណៈខ្ញុំអត់មានសារនយោបាយទេសារនយោបាយធំជាងគេថាកម្ពុជាកំពុងមានសន្តិភាពអត់មាននយោបាយអត់មានវិបត្តិនយោបាយអីទាំងអស់អ្នកដែលចាត់ទុកថាវិបត្តិគឺវិបត្តិផ្ទាល់ខ្លួនឯអ្នកដែលកំពុងសបាយគឺប្រជាជនមួយប្រទេសតែប៉ុណ្្នឹងទេណាអានេះគឺវារឿងអីឥឡូវអាកម្មវិធីសម្ពោធមានអាខានដោយសារតែមនុស្សម្នាក់2នាក់ឯណាអត់ផងហ្នឹងណាឯងកើតទុកកើតម្នាក់ឯងទៅអានេះជាប់គុកប្រព្រឹត្តល្មើសអាហ្នឹងគឺវាជាប់គុកទៅវាកើតទុកទៅវាក្នុងទៅព្រោះវាប្រព្រឹត្តអាក្រក់វាត្រូវតែជាប់គុកហើយហើយចំពោះអ្នកដែលគេសបាយប្រសងនៅតែយន់តោបងប្អូនឥស្លាមថ្ងៃសុកហ្នឹងចូលពហិហើយថ្ងៃសុកហ្នឹងគ្រឹះសាសនាលេងគ្រីស្មាស់ទៀតមានអាណាគេថាអីខ្ញុំក៏ថាអត់មានសារនយោបាយគ្រាន់តែបញ្ជាក់ថាកម្ពុជាកំពុងមានសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍប៉ុណ្ណឹងទេហើយជាមួយនឹងការប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់នៅវ៉ារីអគិសនីស្ទឹងតតៃដែលមានអនុភាព246មេហ្គាវ៉ាត់នៅភូមិអនលងវ៉ាក់ឃុំតតៃស្រុកកោះកុងខេត្តកោះកុងខ្ញុំប្រកាសណាខ្ញុំសូមប្រគេនពរចំពោះបដិជគុណព្រះសង្ឃគ្រប់ព្រះអង្គជូនពរឲ្យឧត្តមលោកជំទាវអស់លោកស្រីនិងបងប្អូនជនរួមជាតិសូមប្រកបដោយពុទ្ធពរទាំង4ប្រការអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាសូមអរគុណសូមជួមកឲ្យអង្គពិធីទាំងមូលនៅក្នុងពិធីដ៏មានអត្ថន័យនោះដែរបន្ទាប់ពីពិធីចែកអំណោយជាមិត្តរូបជូនដល់សាលាស្រុកកោះកុងតំណាងការិយាល័យអប់រំស្រុកលោកគ្រូអ្នកគ្រូសិស្សានុសិស្សសិស្សកាយរិទ្ធយុវជនកាកបាទក្រហមកម្ពុជាចាស់សិលវ័នចាស់សិលវតីរួចមកសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាលោកជំទាវប៊ូជីនគូឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាព្រមទាំងថ្នាក់ដឹកនាំដទៃទៀតអញ្ជើញកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការវរីគិសនីតាតៃកម្លាំង246មេហ្គាវ៉ាត់ចាប់ពីពេលនេះតទៅ
សមិទ្ធផលនៃវិស័យអគ្គិសនីដែលកម្ពុជាទទួលបាននៅថ្ងៃនេះគឺជាការគិតគូរនិងការរៀបចំផែនការមេចាប់តាំងពីជាង10ឆ្នាំមុនជាក់ស្ដែងដូចជាស្ថានីយ៍វារីអគ្គិសនីតាតៃដែលដាក់សម្ពោធឲ្យប្រើប្រាស់នៅពេលនេះគឺជាគម្រោងដែលរាជរដ្ឋាភិបាលបានអំពាវនាវឲ្យមានការសិក្សានិងរៀបចំការអភិវឌ្ឍតាំងពីឆ្នាំ2002មកនោះជារួមការអភិវឌ្ឍវិស័យអគ្គិសនីនៅតែជារបៀបវារៈដ៏សំខាន់នៃគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជាហើយសម្រាប់នីតិកាលទី5នៃរដ្ឋសភានេះថាមពលអគ្គិសនីមិនមែនត្រឹមតែជាផលិតផលមួយដែលត្រូវការសម្រាប់បម្រើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាផលិតផលមួយដែលត្រូវការចាំបាច់សម្រាប់ជំរុញការវិវត្តវិស័យឧស្សាហកម្មសិប្បកម្មពាណិជ្ជកម្មកសិកម្មទេសចរណ៍និងវិស័យផ្សេងៗទៀតដោយដែលបានលើកឡើងក្នុងគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្ម2015-2025